ជំរាបសួរពុកម៉ែបងបងអូននៅក្នុង Facebook និងនៅទីជិតទីឆ្ងាយនិងនៅគ្រប់ទីកន្លែងនិងនៅគ្រប់បណ្ដាប្រទេសឃើញអ្នកខ្ញុំដល់ទីកន្លែងណានឹងខ្ញុំជំរាបសួរទាំងអស់តែម្ដងថ្ងៃនេះខ្ញុំឆ្លៀតពេលបន្តិចមកតបខមមិនបងអូនក៏សួរព្រោះអីធ្វើរស័យឲ្យអ្នកជំងឺក៏រួចហើយមើលពីរស័យក៏រួចច្រើនអ្នកហើយឆ្លៀតពេលបន្តិចមកតបខមមិនបងអូនក៏សួរថាអ្នកគ្រូបើខ្ញុំនៅឆ្ងាយមើលបានដែរទេហើយមើលយ៉ាងម៉េចដូច្នេះហើយខ្ញុំសូមបញ្ជាក់បងប្អូនបើបងប្អូននៅឆ្ងាយឬមើលក៏គាត់នៅប្រទេសថៃឬមើលក៏គាត់នៅគេហៅថាអាមេរិកឬមើលក៏គាត់នៅកូរ៉េឬមើលក៏បងប្អូននៅគេហៅថាខេត្តឆ្ងាយទេគ្រប់ខេត្តក្រុងណោះចាបងប្អូនដូច្នេះគាត់សួរខ្ញុំថាមើលនេះមើលយ៉ាងម៉េចណោះបងប្អូនចូលកលែងឆាតបងអូនដែលគាត់នៅវៀតណាមគាត់សួរថាអ្នកគ្រូខ្ញុំចង់មើលពីការរកស៊ីខ្ញុំនៅវៀតណាមមើលបានអត់ណោះចាគាត់សួរចាមើលបានអូនមិនថាអូននៅខេត្តណាទេនៅប្រទេសណាទេឲ្យតែអូនខ្មែរចាមើលបានទាំងអស់ណាអូនចូលកលែងឆាតដូច្នេះហើយមានអូនគាត់ចូលខមមិនថាខ្ញុំចង់មើលពីខ្សែជីវិតនិងរាសីចាដូចថាអូនចូលកលែងឆាតណាអូនហើយអូនគាត់ខមមិនជាច្រើនគាត់ថាចង់មើលដូច្នេះចង់មើលពីរាសីនឹងការរកស៊ីចង់មើលពីដីផ្ទះឬក៏បងប្អូនចង់មើលពីក្រុមគ្រួសារឬក៏បងប្អូនចង់មើលអ្វីមួយបងប្អូនចូលកលែងឆាតបងប្អូនតែបើបងប្អូនចូលខមមិនសួរខ្ញុំក្នុងវីដេអូនេះថាចង់មើលពីអ្វីគឺខ្ញុំអត់ដេញទេព្រោះអីកូនអត់ចូលព្រោះអីការមើលនេះដូចខ្ញុំបញ្ជាក់ឲ្យបន្ថែមទៀតមិនច្បាស់មិនត្រង់មិនត្រូវ 100% ទេបងប្អូនខុសខ្លះត្រូវខ្លះសូមអធិស្ឋានមានអូនគាត់ចូលខមមិនសួរជាច្រើនគាត់សួរថាអ្នកគ្រូនៅស្រុកណាភូមិណាខ្ញុំសុំលេខទូរស័ព្ទខ្ញុំដាក់ឲ្យរាល់តដងណាបងប្អូនចាខ្ញុំនៅស្រុកភ្នំស្រុកភូមិពន្លៃឃុំភ្នំដីខេត្តបន្ទាយមានជ័យអូនចាពន្លៃមានពីទី1ពន្លៃតាវងស្វាយសនោះគឺអត់មានភូមិខ្ញុំទេដែលខ្ញុំនៅនេះគឺពន្លៃកំពីងពួយចាខាងកើតអាំងពេងថ្មណាចាដូច្នេះខ្ញុំនៅស្រុកភ្នំស្រុកភូមិពន្លៃឃុំភ្នំដីខេត្តបន្ទាយមានជ័យអូនលេខទូរស័ព្ទបងដាក់ឲ្យរាល់តដងចាដូច្នេះមានអូនគាត់ចូលខមមិនថាអ្នកគ្រូទទួលគាត់ផងគាត់ចង់មើលដូច្នេះបើសិនតែបងប្អូនគាត់ចង់មើលហើយចាដូចថាគាត់ចូលជាឆាតឬមើលក៏គាត់ចាដូចថាអេតមើលហើយអត់ឃើញខ្ញុំទទួលបងប្អូនចូលជាខមមិនចាចូលជាខមមិនក្នុងវីដេអូក៏បានចាបើបងប្អូនចង់មើលដូច្នេះហើយខ្ញុំជិបរវល់ជួនកាលខ្ញុំអត់បានមើលអត់ឃើញចានោះសូមអធិស្ឋានចានេះហើយបងប្អូនចូលជាខមមិនណាបើបងប្អូនចង់មើលតែមិនមែនសួរខ្ញុំក្នុងវីដេអូនេះកូនអត់ចូលគឺខ្ញុំអត់ដេញទេសូមជិះត្រង់កន្លែងនេះណោះចាដូច្នេះមានអូនគាត់ចូលខមមិនគាត់សួរថាអ្នកគ្រូខ្ញុំនៅខ្មែរចង់មើលពីការរកស៊ីនិងរាសីចាបងប្អូនចូលកលែងឆាតដូច្នេះវីដេអូខ្ញុំមានតែប៉ុណ្ណេះឯងជូនពរបងប្អូនទាំងនៅទីជិតនិងនៅទីឆ្ងាយនិងនៅគ្រប់ទីកន្លែងនិងនៅគ្រប់បណ្ដាប្រទេសនិងទូទាំងប្រទេសខ្មែរជូនពរគាត់ធ្វើដំណើរសុវត្ថិភាពនិងការរកស៊ីមានបានត្រជាក់ត្រជុំគ្រប់គ្នា